យន្តហោះទម្លាក់គ្រាប់បែកហ្នឹងគឺអាចទុកគ្រាប់បែកដែលកំទេចលេនដ្ឋានជ្រៅដែលធ្វើឡើងដូចជាការកំទេចរោងចក្រនុយក្លេអ៊ែរចម្រាញ់នុយក្លេអ៊ែរ Fordo របស់អ៊ីរ៉ង់ដែលសាងសង់នៅក្នុងរូបភ្នំលោកត្រាំបានប្រកាសអំពីការវាយប្រហារនេះហើយលោកថាឥឡូវនេះដល់ពេលវិលទៅរកការចរចាការទូតវិញហើយណាគាត់ថាសរសេរថាឥឡូវនេះជាពេលវេលាសម្រាប់សន្តិភាពអញ្ចឹងចរចាទៅឥឡូវហ្នឹងដោយអ្នកវិភាគនៅនេះគាត់និយាយមិញហ្នឹងគឺថាចំណុចខ្លាំងរបស់អ៊ីរ៉ង់គឺឃ្លុយនុយក្លេអ៊ែរហ្នឹងប៉ុន្តែឥឡូវគឺកំទេចសំទោសវាយប្រហាររោងចក្រនុយក្លេអ៊ែរហ្នឹងហើយតើមានអីចរចាទៀតមានប្រិមិត្តសួរខ្ញុំថាតើខ្ទេចអត់យើងអត់ទាន់ដឹងទេពីព្រោះសំបីតែខ្ញុំជឿថាអ្នកបាញ់ហ្នឹងគឺប្រហែលជាគេអាចមានអីថតពីលើអាកាសរបស់គេប៉ុន្តែវាស្ថិតនៅក្នុងកម្រិតយោធានៅឡើយកិច្ចការសម្ងាត់យោធាគេយកមកវិភាគអនុឡាយពីព្រោះអត់មាននរណាចុះទៅថតនៅដីនឹងបានទេមានតែថតពីផ្កាយរណបដែលកម្ពស់ខ្ពស់ហ្នឹងទេអញ្ចឹងគឺខាងយោធាហ្នឹងគេត្រូវយករូបហ្នឹងមកវិភាគសិនថាខូចប៉ុណ្ណាអីប៉ុណ្ណាអញ្ចឹងចម្លើយជាមួយនឹងប្រិមិត្តគឺអត់ទាន់ដឹងថាខូចប៉ុណ្ណាអីប៉ុណ្ណាទេមាននរណាដឹងទេអ្នកដែលដឹងមកដល់ម៉ោងនេះគឺមានតែលោកធានាទៅប្តីទេដែលគេអាចរាយការណ៍ទៅគាត់អញ្ចឹងយើងរងចាំម៉ោង10ហ្នឹងគឺប្រហែលជា1ម៉ោងជិត1ម៉ោងទៀតហ្នឹងគឺគាត់រាយការណ៍ថាតើខូចកម្រិតណាឬក៏យ៉ាងម៉េចយើងនឹងរងចាំមើលទាំងអស់គ្នាណាលក្ខគ្រាប់បែកប្រភេទបំបាំងកាយ B2 Spirit ហ្នឹងជាច្រើនគ្រឿងទៅបានគេដាក់ពង្រាយពីមូលដ្ឋានទ័ពអាកាសក្នុងរដ្ឋ Missouri ហើយបានហោះឆ្ពោះទៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃសៅរ៍ជាការបង្ហាញកម្លាំងទៅដល់ប្រទេសអ៊ីរ៉ង់ខណៈដែលលោក Donald Trump នៅតែគិតគូរអំពីការប្រើប្រាស់យោធាដើម្បីវាយរោងចក្រនុយក្លេអ៊ែរដ៏សំខាន់នៅទីនោះបាទព័ត៌មានដំបូងគឺយើងទទួលបានអញ្ចឹងទេមន្ត្រីនានាបាននិយាយថាមូលដ្ឋានទ័ពអាកាសគឺគេអាចថាទៅ Guam ឬក៏ទៅខាង Diego Garcia ដែលនៅមហាសមុទ្រឥណ្ឌាហើយគេនិយាយលក្ខខណ្ឌមិនបញ្ចេញឈ្មោះហើយមូលដ្ឋានពីព្រួយមូលដ្ឋានទ័ពអាកាសទាំងពីរហ្នឹងគឺអាចមានការទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រទាំង B2 ហើយនិង B52 បាទគេអាចដាក់នៅក្របនឹងហ្នឹងហើយយន្តហោះ B2 ដែលមានហ្នឹងគឺមានរាងវាដូចជាស្លាបបញ្ជាវគឺវាប្លែកពីគេពីឯងគឺជាយន្តហោះតែមួយគត់នៅលើពិភពលោកអញ្ចឹងមានតែអាមេរិកមួយគត់ដែលមានយន្តហោះហ្នឹងដែលមានសមត្ថភាពប្រើប្រាស់គ្រាប់បែកដែលកំទេចលេនដ្ឋានហ្នឹងទម្ងន់គ្រាប់បែកហ្នឹងគឺ30,000 ផោន30,000 ផោនហ្នឹងបើយើងគិតជាគីឡូវាជាង13តោនជាង13តោនមកគ្រាប់ហ្នឹង13តោនធ្ងន់ណាធ្ងន់ហើយវាការទម្លាក់ហ្នឹងគឺហោះទៅហោះខ្ពស់លើទៀតខ្ពស់ទៅលើបានទម្លាក់មកឲ្យវានិយាយរួមយកទៅកម្លាំងវាយកកម្លាំងបុកសង្កត់ពីលើមកវិញតាមការវិភាគហ្នឹងគឺហោះទៅខ្ពស់ហើយទម្លាក់មកឲ្យចំចុះវាធ្ងន់នោះធ្លាក់មកឲ្យចំហើយវាបុកទៅដល់ដីកម្ពស់កម្រាស់60ម៉ែត្របានវាផ្ទុះវាបុកប៉ះពេលប៉ះដីនោះវាអត់ផ្ទុះទេតើវាបុកដល់ក្នុងក្រោមបានវាផ្ទុះបាទអញ្ចឹងទៅគឺវាជាប្រភេទដែលល្អសម្រាប់កំទេចរោងចក្រចម្រាញ់នុយក្លេអ៊ែរ Fordo របស់អ៊ីរ៉ង់ដែលកន្លែងហ្នឹងគឺគេថាសាងសង់ឡើងនៅក្នុងជម្រៅប្រហែលជាពី80ទៅ90ម៉ែត្រនៅក្នុងជម្រៅដីដែលកន្លែងហ្នឹងបើកវងកញ្ចក់តិចមានក្មួយខ្លះគាត់ប្រហែលជាស្ដាប់ព័ត៌មាននៅក្នុងប្រទេសកម្ពុជាគាត់មកសួរខ្ញុំវិញថាឮសូរថា800ម៉ែត្ររាប់រយម៉ែត្រទៅក្នុងដីមែនទេអង់គ្លេសគេប្រើពាក្យ feet a few hundred feet ហ្នឹងគឺ1ម៉ែត្រវាមាន3 feet កន្លះណាបានគ្រប់1ម៉ែត្រអញ្ចឹងគឺ a few hundred ហ្នឹងវាត្រូវហើយប៉ុន្តែមិនមែន a few hundred meters ទេ a few hundred feet អញ្ចឹងវា calculate ទៅវាទៅជាខ្ទង់ចន្លោះពី80ទៅ90ម៉ែត្រណាគាត់ថា800ម៉ែត្រចុះក្រោមអាហ្នឹងអូធ្ងន់បាទអញ្ចឹងគឺយន្តហោះ B2 ហ្នឹងអាចមួយហ្នឹងអាចផ្ទុកគ្រាប់ដែលបែកសម្រាប់ពំផ្ទុះក្នុង bunker ហ្នឹងគឺបានដល់ទៅ2នោះបាទអ៊ីរ៉ង់អ៊ីស្រាអែលហៅថាយន្តហោះមួយមកដឹកគ្រាប់មិនបានផងតែយន្តហោះរបស់អាមេរិកហ្នឹងគឺអាចដឹកបាន2ហើយមន្ត្រីការពារជាតិបច្ចុប្បន្ននិងអតីតកាលបាននិយាយថាមានការវាប្រហារច្រើនទៅប្រើវាប្រសិនបើក្នុងករណីចាំបាច់ហើយព័ត៌មានអំពីការចល័តអំពីក្របនេះគឺមានកម្រិតតិចតួចមិនសូវមានអ្នកដឹងទេដោយមន្ត្រីមន្ទីរបញ្ចកោណជាច្រើនបានបង្វែរសំណួរដែលអ្នកសារព័ត៌មានសួរទៅនោះគឺឲ្យសួរទៅខាងសេតាវិមានសួរទៅតាមសេតាវិមាន
បាទអញ្ចឹងនេះគឺជារឿងវិវត្តតាក់ទងជាមួយនឹងការដែលចូលរួមអញ្ចឹងគឺម្ដងទៀតគឺសហរដ្ឋអាមេរិកបានវាយហើយចំរោងចក្រនុយក្លេអ៊ែរដ៏ធំហើយនឹងមានលក្ខណៈសម្ងាត់របស់អ៊ីរ៉ង់ចំនួន3ប៉ុន្តែការខូចខាតយ៉ាងណាអត់ទាន់ដឹងទេរងចាំការធ្វើបច្ចុប្បន្នភាពសម្រាប់លោកប្រធានាធិបតីថ្លែងមកកាន់ប្រជាជាតិទាំងមូលនៅបន្តិចទៀតនេះមុននេះបន្តិចយោធាអាមេរិកវាយប្រហារយ៉ាងសុក្រិតទៅលើទីតាំងនុយក្លេអ៊ែរសំខាន់ចំនួន3របស់របបអ៊ីរ៉ង់គឺ Fordo, Natanz និង Isfahan គ្រប់គ្នាបានលើឈ្មោះទាំងអស់នោះជាច្រើនឆ្នាំនៅពេលដែលពួកគេបានសាងសង់រោងចក្រដែលបំផ្លិចបំផ្លាញយ៉ាងសាហាវនេះគោលបំណងរបស់យើងគឺការបំផ្លាញសមត្ថភាពពង្រឹងនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងបញ្ឈប់ការគំរាមកំហែងនុយក្លេអ៊ែរដែលបង្កឡើងដោយរដ្ឋឧបត្ថម្ភភេរវកម្មលេខ1លើពិភពលោកយប់នេះខ្ញុំអាចរាយការណ៍ប្រាប់ពិភពលោកថាការវាយប្រហារគឺទទួលបានជោគជ័យដ៏អស្ចារ្យខាងផ្នែកយោធាកន្លែងចម្រាញ់នុយក្លេអ៊ែរសំខាន់របស់អ៊ីរ៉ង់ត្រូវបានបំផ្លាញចោលទាំងស្រុងអ៊ីរ៉ង់ដែលជាអ្នកសម្រុតគេនៅមជ្ឈមបូព៌ាឥឡូវនេះត្រូវតែបង្កើតសន្តិភាពប្រសិនបើពួកគេមិនធ្វើទេការវាយប្រហារនាពេលអនាគតនឹងកាន់តែធំនិងងាយស្រួលជាងមុនអស់រយៈពេល40ឆ្នាំមកហើយដែលអ៊ីរ៉ង់បាននិយាយថាងាប់ទៅអាមេរិកងាប់ទៅអ៊ីស្រាអែលពួកគេបានសម្លាប់ប្រជាជនយើងបំផ្ទុះផ្ដាច់ដៃជើងដោយគ្រាប់បែកតាមផ្លូវនោះគឺជាជំនាញរបស់ពួកគេយើងបានបងមនុស្សជាង 1000 នាក់ហើយមនុស្សរាប់រយរាប់សិបពាន់នាក់នៅទូទាំងមជ្ឈមបូព៌ានិងជំនាញពិភពលោកបានបាត់បង់ជីវិតដោយសារលទ្ធផលផ្ទាល់នៃភាពសម្អប់របស់ពួកគេជាពិសេសមនុស្សជាច្រើនត្រូវបានសម្លាប់ដោយឧត្តមសេនីយ៍កាសែមសូឡៃម៉ាន់របស់ពួកគេខ្ញុំបានសម្រេចចិត្តជាយមមកហើយថាខ្ញុំនឹងមិនអោយរឿងនេះកើតឡើងឡើយវាលែងបានបន្តទៀតហើយខ្ញុំសូមថ្លែងអំណរគុណនិងអបអរសាទរនាយករដ្ឋមន្ត្រី BB នៅតិនយ៉ាហ៊ូយើងធ្វើការជាក្រុមហើយគ្មានក្រុមណាដែលធ្វើការស្រោះគ្នាដោយយើងពីមុនមកទេហើយយើងបានដើរទៅឆ្ងាយដើម្បីលុបបំបាត់ការគំរាមកំហែងដ៏អាក្រក់នេះចំពោះអ៊ីស្រាអែលខ្ញុំសូមអរគុណយោធាអ៊ីស្រាអែលចំពោះការងារដ៏អស្ចារ្យដែលពួកគេបានធ្វើហើយសំខាន់បំផុតខ្ញុំសូមអបអរសាទរអ្នកស្នេហាជាតិអាមេរិកដ៏អស្ចារ្យដែលបានបើកហោះហើរម៉ាស៊ីនដ៏អស្ចារ្យទាំងនោះនៅយប់នេះនិងកងទ័ពសហរដ្ឋអាមេរិកទាំងអស់ក្នុងប្រតិបត្តិការមួយដែលពិភពលោកមិនបានឃើញអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយខ្ញុំសង្ឃឹមថាយើងនឹងលែងត្រូវការឲ្យពួកគេធ្វើការដូចនេះទៀតហើយខ្ញុំសង្ឃឹមថាពិតជាដូច្នេះខ្ញុំក៏សូមអបអរសាទរផងដែរចំពោះប្រធានអគ្គសេនាធិការកងទ័ពចម្រុះនាយឧត្តមសេនីយ៍ Dan Razin Kane ឧត្តមសេនីយ៍ដ៏អស្ចារ្យនិងមេកំណត់យោធាដ៏អស្ចារ្យទាំងអស់ដែលចូលរួមក្នុងការវាយប្រហារនេះដោយដែលបាននិយាយគឺបញ្ហាទាំងអស់នេះមិនអាចបន្តបានទេវានឹងមានសន្តិភាពឬមានសោកនាដកម្មសម្រាប់អ៊ីរ៉ង់ខ្លាំងជាងអ្វីដែលយើងបានឃើញក្នុងរយៈពេល8ថ្ងៃចុងក្រោយនេះសូមចាំថានៅមានគោលដៅវាយប្រហារជាច្រើនទៀតយប់នេះគឺជាយប់ដ៏លំបាកបំផុតសម្រាប់ពួកគេទាំងអស់ខុសពីពេលមុនឆ្ងាយហើយប្រហែលជាដល់ផ្ដាច់ផ្ដាល់បំផុតប៉ុន្តែប្រសិនបើសន្តិភាពមិនបានមកលឿនទេយើងនឹងវាយគោលដៅផ្សេងទៀតដោយភាពច្បាស់លាស់ដោយល្បឿនលឿននិងជំនាញភាគច្រើននៃពួកគេអាចត្រូវបានយកចេញតែក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះមិនមានយោធានៅលើពិភពលោកដែលអាចធ្វើអ្វីដោយអ្វីដែលយើងបានធ្វើនៅយប់នេះទេមិនអាចប្រៀបបានទេមិនដែលមានយោធាណាអាចធ្វើអ្វីដែលបានកើតឡើងកាលពីពេលមុនដូចនេះទេថ្ងៃស្អែកឧត្តមសេនីយ៍ Kane និងលោករដ្ឋមន្ត្រីការពារជាតិ Pete Hegseth នឹងរៀបចំសន្និសីទសារព័ត៌មាននៅម៉ោង 8 ព្រឹកនៅមន្ទីរបញ្ចកោណហើយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាជាពិសេសព្រះជាម្ចាស់ខ្ញុំសូមនិយាយថាយើងស្រឡាញ់ព្រះជាម្ចាស់ហើយយើងស្រឡាញ់យោធាដ៏អស្ចារ្យរបស់យើងសូមការពារពួកគេសូមព្រះប្រទានពរដល់មជ្ឈមបូព៌ាសូមព្រះប្រទានពរដល់អ៊ីស្រាអែលនិងព្រះប្រទានពរដល់អាមេរិកខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសូមអរគុណ